ជាមួយនឹងកីឡាករកាន់មិញហុងដែលត្រូវប្រកួតនៅប្រទេសបារាំងកាលពីម្សិលមិញបាទគឺថាចាញ់សន្លប់ទឹកមួយដោយបោះបង់ការប្រកួតដោយសារតែចុកចាប់មិនអាចបន្តការប្រកួតបានឥឡូវគឺយើងមានរឿងពីរដែលត្រូវនិយាយរឿងទី1ដែលបងប្អូនជជែកវិញងាយច្រើនហើយក៏ដូចជាចូលទៅជេរកីឡាកររបស់បាទប្រទេសដែលត្រូវប្រកួតជាមួយនឹងកាន់មិញហុងនឹងថាជាកីឡាករដែលមើងងាយគុណខ្មែរដែលមើងងាយដៃគូបាទចេះចុះមួយបើតាមការមើលវីដេអូហ្នឹងគឺគាត់ថានេះសម្រាប់មតិរបស់ខ្ញុំគាត់ថាកីឡាកររូបហ្នឹងគឺគ្មានចេតនាមើលងាយគុណខ្មែររបស់យើងទេបាទដោយសារតែការភ្លេចខ្លួនឬក៏ការរំភើបនឹងជ័យជំនះទៅតែឡើងទៅរៀងកន្លងកាន់មិញហុងទាំងដែលបាទអាបកគោលដែលជាកន្លែងដែលសម្រាប់កីឡាករឈៀលកីឡាករបង្ហាញពីសក្តានុពលខ្លួនឯងបាទមិនថាបកគោលមានណាទេកីឡាករគឺមានសិទ្ធិឡើងទៅបាទលើនឹងទាំងអស់នៅពេលដែលខ្លួនបាទទទួលបានជ័យជំនះឬក៏ផ្ដួលដៃគូអីចឹងដែរបាទតែកីឡាកររូបនេះគឺអាចថាទី1គឺកំហុសគាត់អចេតនាបាទមិនថាអត់មានកំហុសទេកំហុសមានតែបែបអចេតនាបងឥឡូវយើងបិទវិធានបទអំពីការបាទបរទេសដែលឡើងវាយជាមួយនឹងកាន់មិញហុងហើយដែលថាមើងងាយចន់ឈ្លីគុណខ្មែរអានឹងវាប្រហែលជាអចេតនារបស់គាត់មិនមែនជាកំហុសចេតនាទេបាទទី2បាទកីឡាករកាន់មិញហុងហាក់បីដូចជាមានភាពញញើតនិងខ្លាចខ្ញុំយល់ថាទៅសម្រក់គីឡូស្លក់ស្លេកមុខទី1បាទទី2បើការប្រៀបធៀបវាយខ្មែរហើយនឹងទៅវាយនៅប្រទេសបារាំងហ្នឹងគឺខុសគ្នាឆ្ងាយបាទមិញហុងហាក់បីដូចជាខ្លាចឬក៏មួយទៀតហៅថាចាញ់ច្រាបមិនដឹងថាមកពីគេខ្លាំងឬក៏មិញហុងគាត់ហាក់មានអារម្មណ៍ថាភ័យខ្លាចបាទខ្ញុំយល់អារម្មណ៍ច្បាស់ថាពេលដែលយើងឮគេខ្លាំងប្រព័ន្ធណាគឺយើងចាញ់ច្រាបគេទាំងការវាយការធាក់ការទាត់របស់មិញហុងគឺហាក់បីដូចជាអត់លះដូចច្រាបយើងចាញ់ខ្លាចជាងណាបងប្អូនបាទអញ្ចឹងទៅទោះឲ្យមិញហុងគឺមិនអាចស៊ូបានទេបាទអញ្ចឹងក៏ចូលរួមសោកស្ដាយដល់កាន់មិញហុងមែនទែនដែលបោះបង់ការប្រកួតបាទក្នុងទឹកដីបារាំងហើយកីឡាករគេហ្នឹងគឺមិនមែនអន់ទេបងប្អូនបាទគឺកីឡាករលំដាប់បាទគេថាលំដាប់ចង់អស់លេខរបស់គេដែលប៉ះមិញហុងហ្នឹងគឺហើយតែសើមែនទែនបាទមិញហុងគឺបាទទោះជាកីឡាករណាក៏គាត់ត្រូវតែវាយដែរបាទមិនខ្លោបខ្លាចអញ្ចឹងមានតែពាក្យថាខំប្រឹងបន្តទៀតយើងនឹងសង្ឃឹមថាកាន់មិញហុងនឹងទៅប្រទេសក្រៅលើក្រោយចេញទៅក្រៅលើក្រោយនឹងទទួលបានជ័យជំនះក៏ដូចជាទទួលបានភាពជោគជ័យមកតែជាថ្មីអរគុណច្រើន